ការព្យាយាមរមែងបានផលមនុស្សដែលមិនព្រមបោះបង់ទោះដើរយឺតប៉ុណ្ណាក៏នៅតែអាចដល់គោលដៅបានជីវិតមិនតែងផ្ដល់អ្វីដែលយើងចង់បានភ្លាមទេប៉ុន្តែការខិតខំប្រឹងប្រែងដោយសុចរិតនិងការអត់ធ្មត់រមែងបង្កើតផលល្អតាមហេតុរបស់វាកុំមើលងាយការខិតខំតិចតួចប្រាក់1រៀលដែលសន្សំរាល់ថ្ងៃអាចក្លាយជាទ្រព្យធំបានចំណេះដឹងមួយមេរៀនដែលរៀនរាល់ថ្ងៃអាចក្លាយជាជំនាញការងារតូចមួយដែលធ្វើដោយការតស៊ូអាចក្លាយជាមុខរបរដែលចិញ្ចឹមជីវិតបានតាមគោលការណ៍របស់ព្រះធម៌មិនគួររងចាំតែសំណាងទេគួរមានសេចក្តីព្យាយាមប្រកបដោយសតិនិងបញ្ញាប៉ុន្តែការព្យាយាមត្រូវភ្ជាប់ជាមួយនឹងសិលនិងភាពសុចរិតដែលព្រោះទ្រព្យដែលបានមកដោយការបោកប្រាស់ឬធ្វើបាបអ្នកដទៃមិនមែនជាទ្រព្យដែលនាំសេចក្តីសុខពិតប្រាកដឡើយព្យាយាមថ្ងៃនេះអាចមិនឃើញផលភ្លាមប៉ុន្តែកុំគិតថាការខិតខំរបស់អ្នកគ្មានន័យគ្រាប់ពូជត្រូវការពេលដើម្បីលូតលាស់ជាដើមឈើចូលខិតខំធ្វើការចេះសន្សំចេះរៀនចេះបង្កើនសមត្ថភាពនិងកុំចំណាយលើសលទ្ធភាពបើថ្ងៃនេះមានតិចចូលធ្វើឲ្យតិចនោះកើនឡើងបន្តិចម្ដងការព្យាយាមរមែងបានផលបើការព្យាយាមនោះមានហេតុផលមានការអត់ធ្មត់និងមិនបោះបង់ខិតខំដោយសុចរិតសន្សំដោយវិន័យរៀនបង្កើនសមត្ថភាពអត់ធ្មត់ទ្រព្យនិងភាពរីកចម្រើននិងមានឱកាសកើនឡើងបានក្លាហានឡើងដែលចេញពីអតីតកាលក្លាហានឡើងកុំឲ្យអតីតកាលខ្លាចជាចំណងចងជើងធ្វើឲ្យយើងមិនអាចដើរទៅមុខបានអ្វីដែលបានកន្លងទៅហើយទោះយើងសោកស្ដាយប៉ុណ្ណាក៏មិនអាចត្រឡប់ទៅកែប្រែបានឡើយអ្នកអាចធ្លាប់ខុសអ្នកអាចធ្លាប់បរាជ័យអ្នកអាចធ្លាប់ត្រូវគេក្បត់អ្នកអាចធ្លាប់បាត់បង់មនុស្សដែលស្រឡាញ់អ្នកអាចធ្លាប់ឈឺចាប់រហូតគិតថាមិនអាចរស់ដោយគ្មានរឿងនោះបានប៉ុន្តែអ្នកនៅតែមានថ្ងៃនេះកុំស្អប់ខ្លួនឯងព្រោះអ្វីដែលអ្នកធ្លាប់ធ្វើខុសចូលអភ័យទោសឲ្យខ្លួនឯងហើយយកកំហុសនោះធ្វើជាមេរៀនកុំស្អប់មនុស្សដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់រហូតដល់ខ្លួនឯងត្រូវរស់ក្នុងកំហឹងចូលរៀនលះហើយដើរចេញដោយសេចក្តីស្ងប់តាមគោលការណ៍ព្រះធម៌អតីតកាលគួរតែរំលឹកដោយបញ្ញាមិនមែនអាល័យដោយតណ្ហាអ្វីដែលកន្លងទៅហើយគឺបានកន្លងទៅហើយអ្វីដែលសំខាន់គឺអំពើដែលយើងកំពុងធ្វើនៅពេលនេះដូច្នេះក្លាហានឡើងទឹកភ្នែករបស់ថ្ងៃម្សិលមិញមិនចាំបាច់ខ្លាចជាទុក្ខរបស់ថ្ងៃស្អែកទេបើធ្លាប់ដួលក្រោកឡើងបើធ្លាប់ខុសកែប្រែបើធ្លាប់បាត់បង់រៀនលះបង់បើធ្លាប់ត្រូវគេក្បត់កុំបាត់បង់ជំនឿលើជីវិតបើធ្លាប់ឈឺចូលថែរក្សាចិត្តឲ្យជាសះស្បើយកុំត្រឡប់ទៅរស់នៅក្នុងអតីតកាលដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់ចូលយកវាជាមេរៀនពីទីនោះហើយដើរទៅរកកន្លែងដែលអ្នកអាចមានសេចក្តីសុខក្លាហានឡើងអតីតកាលមិនអាចផ្លាស់ប្ដូរបានប៉ុន្តែជីវិតរបស់អ្នកចាប់ពីថ្ងៃនេះអ្នកនៅតែអាចជ្រើសរើសបានសុភមង្គលក្នុងគ្រួសារកើតពីការសន្តោសគ្នាទៅវិញទៅមកសុភមង្គលក្នុងគ្រួសារមិនមែនកើតឡើងពីការមានទ្រព្យសម្បត្តិច្រើនឬមានអ្វីគ្រប់យ៉ាងតាមបំណងនោះទេសុភមង្គលពិតកើតឡើងនៅពេលសមាជិកគ្រួសារចេះសន្តោសចេះយល់ចិត្តចេះអោតអោននិងចេះឲ្យតម្លៃគ្នាទៅវិញទៅមកប្តីមិនគួរទាមទារ
ឲ្យប្រពន្ធល្អឥតខ្ចោះប្រពន្ធក៏មិនគួរទាមទារឲ្យប្តីមានគ្រប់យ៉ាងតាមបំណងមនុស្សគ្រប់រូបសុទ្ធតែមានចំណុចខ្វះខាតនិងចំណុចល្អរបស់ខ្លួនបើចេះមើលឃើញតែអ្វីដែលខ្វះខាតចិត្តនឹងមិនចេះសុខឡើយបើចេះមើលឃើញអ្វីដែលមានហើយដឹងគុណចំពោះវាចិត្តនឹងកើតសេចក្តីពេញចិត្តសន្តោសមិនមែនមានន័យថាឈប់កែលម្អគ្រួសារទេវាមានន័យថាខណៈដែលយើងខិតខំធ្វើឲ្យជីវិតកាន់តែប្រសើរឡើងយើងក៏មិនមើលងាយអ្វីដែលយើងមាននៅពេលនេះដែរប្តីចេះដឹងគុណចំពោះការខិតខំរបស់ប្រពន្ធចេះដឹងគុណចំពោះការខិតខំរបស់ប្តីឪពុកម្ដាយចេះយល់ចិត្តកូនចេះគោរពនិងដឹងគុណឪពុកម្ដាយពេលមានបញ្ហាកុំប្រញាប់រកថាអ្នកណាខុសប៉ុន្តែចូលសួរថាតើយើងអាចដោះស្រាយវាជាមួយគ្នាយ៉ាងដូចម្ដេចគ្រួសារដែលមានសុភមង្គលមិនមែនជាគ្រួសារដែលគ្មានការឆ្លោះប្រកែកទេគឺជាគ្រួសារដែលមានបញ្ហាចេះត្រឡប់ទៅរកការយល់ចិត្តនិងអភ័យទោសកុំស្វែងរកមនុស្សដែលល្អឥតខ្ចោះមកធ្វើជាគូជីវិតចូលរៀនធ្វើឲ្យមនុស្សដែលនៅក្បែរយើងមានអារម្មណ៍ថាគេមានតម្លៃមិនត្រូវបានគេស្រឡាញ់គ្រួសារមានសុភមង្គលមិនមែនព្រោះមានគ្រប់យ៉ាងទេប៉ុន្តែព្រោះមនុស្សក្នុងគ្រួសារចេះពេញចិត្តនឹងគ្នាចេះថែរក្សាគ្នានិងមិនយកអ្វីដែលខ្វះមកបំផ្លាញអ្វីដែលមានចង់ឲ្យជីវិតដើរថយក្រោយពេលខ្លះយើងអាចមានអារម្មណ៍ថាចង់ឲ្យជីវិតដើរថយក្រោយចង់ត្រឡប់ទៅថ្ងៃដែលអ្វីនៅល្អចង់ត្រឡប់ទៅនៅពេលដែលមនុស្សដែលយើងស្រឡាញ់នៅជាមួយយើងឬចង់ត្រឡប់ទៅមុនពេលដែលកំហុសមួយបានកើតឡើងប៉ុន្តែជីវិតមិនអាចដើរថយក្រោយបានទេអតីតកាលខ្លាចជារឿងដែលកន្លងផុតទៅហើយយើងមិនអាចកែប្រែអ្វីដែលបានកើតឡើងប៉ុន្តែយើងអាចកែប្រែរបៀបដែលយើងរស់នៅបន្ទាប់ពីវាបើចង់ត្រឡប់ទៅអតីតកាលព្រោះសោកស្ដាយចូលយកការសោកស្ដាយនោះធ្វើជាមេរៀនបើចង់ត្រឡប់ទៅព្រោះនឹកមនុស្សម្នាក់ចូលរក្សាអនុស្សាវរីយ៍ល្អប៉ុន្តែកុំឲ្យការនឹកចងជីវិតអ្នកបើចង់ត្រឡប់ទៅព្រោះធ្លាប់មានសុភមង្គលចូលយល់ថាសុភមង្គលថ្មីក៏អាចកើតឡើងបានដែរតាមមេរៀនព្រះធម៌អ្វីសុទ្ធតែអនិច្ចាអ្វីដែលបានកើតឡើងហើយតែមានការផ្លាស់ប្ដូរនិងរលត់ទៅការប្រកាន់ថាសូមឲ្យវាត្រឡប់មកដូចមុនអាចធ្វើឲ្យចិត្តកាន់តែទុក្ខដូច្នេះកុំចង់ឲ្យជីវិតដើរថយក្រោយចូលឲ្យជីវិតដើរទៅមុខប៉ុន្តែយកមេរៀនពីអតីតកាលទៅជាមួយយើងមិនអាចត្រឡប់ទៅកែអតីតកាលបានទេប៉ុន្តែយើងអាចរស់នៅថ្ងៃនេះដើម្បីកុំឲ្យថ្ងៃស្អែកត្រូវសោកស្ដាយដូចថ្ងៃម្សិលអតីតកាលទុកជាមេរៀនបច្ចុប្បន្នទុកជាឱកាសអនាគតទុកឲ្យយើងកសាងដល់អំពើល្អកុំសម្លាប់ខ្លួនព្រោះគេក្បត់យើងបើថ្ងៃនេះអ្នកកំពុងឈឺចាប់ព្រោះមនុស្សដែលអ្នកស្រឡាញ់បានក្បត់ឬចាក់ចេញពីអ្នកសូមឈប់សិនហើយដកដង្ហើមជ្រៅការក្បត់របស់មនុស្សម្នាក់មិនអាចកំណត់តម្លៃជីវិតរបស់អ្នកបានទេអ្នកអាចយំបានអ្នកអាចខូចចិត្តបានអ្នកអាចមានអារម្មណ៍ថាមិនអាចទ្រាំបានប៉ុន្តែសូមកុំបញ្ចប់ជីវិតរបស់ខ្លួនដើម្បីមនុស្សម្នាក់ដែលបានធ្វើឲ្យអ្នកឈឺចាប់ថ្ងៃនេះអ្នកអាចគិតថាគ្មានផ្លូវចេញប៉ុន្តែអារម្មណ៍មិននៅដដែលជារឿងរហូតទេថ្ងៃអាក្រក់នឹងកន្លងទៅរបួសក្នុងចិត្តក៏អាចជាសះស្បើយបានតែមេរៀនរបស់ព្រះសម្មាសម្ពុទ្ធ
យើងរៀនពីអនិច្ចតាអ្វីប្រែប្រួលសូម្បីតែសេចក្តីទុក្ខក៏ប្រែប្រួលដែរកុំធ្វើការសម្រេចចិត្តដែលមិនអាចត្រឡប់វិញបាននៅពេលចិត្តកំពុងរងទុក្ខខ្លាំងគេក្បត់អ្នកគឺជាជម្រើសរបស់គេការរួមបន្តគឺការជ្រើសរើសជីវិតរបស់អ្នកកុំឲ្យកំហុសរបស់គេក្លាយជាមូលហេតុដែលអ្នកបាត់បង់ជីវិតរស់សិនកុំសម្រេចអនាគតរបស់អ្នកនៅក្នុងពេលដែលអ្នកកំពុងឈឺចាប់ក្តីស្រឡាញ់ដែលមានការប្រកាន់នាំមកនៅទុក្ខមនុស្សយើងស្រឡាញ់គ្នាព្រោះចិត្តមានក្តីប្រាថ្នាចង់នៅជិតគ្នាចង់ថែរក្សាគ្នានិងចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់នៅជាមួយខ្លួនជារៀងរហូតប៉ុន្តែជីវិតមិនអាចស្ថិតស្ថេរតាមបំណងរបស់យើងបានទេអ្វីដែលយើងស្រឡាញ់អាចប្រែប្រួលមនុស្សដែលយើងស្រឡាញ់អាចផ្លាស់ប្ដូរចិត្តអាចឃ្លាតឆ្ងាយឬអាចលាចាកពីយើងពេលយើងប្រកាន់ថាគេត្រូវតែនៅជាមួយខ្ញុំគេត្រូវតែស្រឡាញ់ខ្ញុំឬខ្ញុំមិនអាចរស់នៅដោយគ្មានគេបានទេនៅពេលដែលអ្វីប្រែប្រួលចិត្តក៏កើតទុក្ខនេះហើយជាអត្ថន័យសំខាន់មួយនៃព្រះធម៌អ្វីដែលប្រែប្រួលបើយើងប្រកាន់ថាត្រូវនៅដដែលនោះជាមូលហេតុនៃសេចក្តីទុក្ខការស្រឡាញ់ដោយមេត្តាគឺមិនដូចការស្រឡាញ់ដោយការកាន់កាប់ទេបើយើងស្រឡាញ់ដោយមេត្តាយើងចង់ឲ្យគេសុខទោះបីថ្ងៃណាមួយគេមិនអាចរស់នៅជាមួយយើងក៏ដោយបើយើងស្រឡាញ់ដោយឧបាទានសេចក្តីប្រកាន់យើងចង់ឲ្យគេនៅជាមួយយើងដើម្បីបំពេញបំណងរបស់យើងហើយពេលគេចាកចេញយើងកើតទុក្ខយ៉ាងខ្លាំងដូច្នេះព្រះធម៌មិនបានបង្រៀនឲ្យយើងឈប់ស្រឡាញ់ទេព្រះធម៌បង្រៀនឲ្យយើងស្រឡាញ់ដោយមេត្តាប៉ុន្តែមិនប្រកាន់ភ្ជាប់ស្រឡាញ់បានតែកុំកាន់កាប់ថែរក្សាបានប៉ុន្តែកុំបង្ខំនឹកបានប៉ុន្តែកុំឲ្យការនឹកខ្លាចជាទុក្ខឲ្យបានប៉ុន្តែកុំទាមទារឲ្យគេតបស្នងនៅជាមួយគ្នាចូលធ្វើល្អពេលត្រូវបែកគ្នាចូលរៀនលះដោយមេត្តានៅពេលយើងយល់អំពីអនិច្ចតាធម៌យើងនឹងដឹងថាគ្មានអ្វីដែលអាចនៅជាមួយយើងជារៀងរហូតឡើយដូច្នេះការស្រឡាញ់ដែលមានបញ្ញាគឺការឲ្យតម្លៃចំពោះមនុស្សដែលនៅជាមួយយើងនៅថ្ងៃនេះដោយមិនទាមទារថាពួកគេត្រូវនៅជាមួយយើងរហូតក្តីស្រឡាញ់មិនមែនជាទុក្ខទេការប្រកាន់ជាប់ក្នុងក្តីស្រឡាញ់ទើបជាមូលហេតុនៃទុក្ខពេលចិត្តស្រឡាញ់ដោយមេត្តាយើងអាចនិយាយថាខ្ញុំស្រឡាញ់អ្នកខ្ញុំចង់ឲ្យអ្នកមានសេចក្តីសុខប៉ុន្តែខ្ញុំក៏យល់ថាអ្នកមានជីវិតរបស់អ្នកហើយអ្វីទាំងអស់ស្ថិតនៅក្រោមច្បាប់នៃការប្រែប្រួលបើថ្ងៃណាមួយយើងត្រូវបែកគ្នាខ្ញុំនឹងរក្សាអំពើល្អនិងអនុស្សាវរីយ៍ល្អដោយមិនចង់ចិត្តខ្លួនឯងនៅក្នុងសេចក្តីទុក្ខនេះហើយជាមេរៀនស្រឡាញ់ដោយបញ្ញាស្រឡាញ់ដោយមេត្តាមិនមែនដោយការកាន់កាប់ព្រោះការស្រឡាញ់ដែលគ្មានការប្រកាន់អាចផ្ដល់សេចក្តីកក់ក្ដៅខណៈដែលការស្រឡាញ់ដែលមានសេចក្តីប្រកាន់អាចក្លាយជាចំណងចងចិត្តស្រឡាញ់គ្នាឲ្យល្អខណៈដែលនៅមានគ្នាហើយបើថ្ងៃណាមួយត្រូវលាគ្នាចូលលាគ្នាដោយមេត្តាមិនមែនដោយការស្អប់និងចងគំនុំទេជីវិតជាចុងក្រោយយើងគ្រប់គ្នាត្រូវលាគ្នាជីវិតមនុស្សយើងទោះជាស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏មិនអាចនៅជាមួយគ្នាជារៀងរហូតបានឡើយយើងម្នាក់មានដំណើររបស់ខ្លួនហើយនៅចុងបញ្ចប់នៃដំណើរនោះយើងត្រូវលាគ្នា
ថ្ងៃនេះយើងអាចអង្គុយជាមួយគ្នានិយាយសំណេះសំណាលនិងសើចជាមួយគ្នាប៉ុន្តែថ្ងៃណាមួយយើងអាចត្រូវនិយាយពាក្យលាចុងក្រោយដោយមិនបានដឹងជាមុននេះហើយជាធម្មជាតិនៃជីវិតអ្វីដែលកើតឡើងតែមានការរលត់អ្វីដែលបានជួបតែមានការព្រាត់ប្រាសការយល់អំពីការប្រែប្រួលមិនមែនឲ្យយើងរស់នៅដោយភាពភ័យខ្លាចទេប៉ុន្តែឲ្យយើងចេះឲ្យតម្លៃចំពោះមនុស្សនិងពេលវេលាដែលកំពុងមាននៅក្នុងដៃបើស្រឡាញ់គ្នាចូលថែរក្សាគ្នាបើមានពាក្យល្អចូលនិយាយឲ្យគ្នាស្ដាប់បើមានកំហុសចូលចេះសុំទោសបើមានការអន់ចិត្តចូលរៀនអភ័យទោសកុំទុកកំហឹងជាអ្វីដែលយើងយកតាមខ្លួនរហូតដល់ថ្ងៃដែលគ្មានឱកាសនិយាយជាមួយគ្នាទៀតពេលយើងដឹងថាគ្រប់គ្នាត្រូវលាគ្នាយើងនឹងចាប់ផ្ដើមយល់ថាការឈ្នះចាញ់ការប្រកែកនិងការចងគំនុំមិនមានតម្លៃស្មើនឹងការរស់នៅដោយមេត្តានិងសេចក្តីសុខឡើយកុំរងចាំដល់ថ្ងៃបាត់បង់ទើបដឹងថាមនុស្សម្នាក់មានតម្លៃកុំរងចាំដល់ថ្ងៃលាចាកទើបនឹកឃើញពាក្យល្អដែលយើងមិនធ្លាប់បាននិយាយយើងមិនអាចជ្រើសរើសថានឹងលាគ្នានៅពេលណាប៉ុន្តែយើងអាចជ្រើសរើសបានថាខណៈពេលដែលនៅមានគ្នាយើងនឹងប្រព្រឹត្តចំពោះគ្នាយ៉ាងដូចម្តេចដូច្នេះខណៈដែលនៅមានឱកាសចូលធ្វើល្អខណៈដែលនៅមានគ្នាចូលស្រឡាញ់គ្នានិងថែរក្សាគ្នាហើយនៅថ្ងៃដែលត្រូវលាគ្នាចូលលាគ្នាដោយចិត្តដែលមិនមានការសោកស្ដាយថាខ្ញុំមិនបានធ្វើល្អគ្រប់គ្រាន់ចំពោះអ្នកឡើយជីវិតនៅទីបំផុតគឺជាការរៀនលាដូច្នេះមុនថ្ងៃលាចុងក្រោយមកដល់ចូលធ្វើឲ្យរាល់ការជួបគ្នាក្លាយជាអនុស្សាវរីយ៍ដ៏ល្អព្រះពុទ្ធបង្រៀនឲ្យយើងលះអតីតកាលព្រះសម្មាសម្ពុទ្ធបង្រៀនថាអតីតាំងនានាវាកមយៈមានន័យថាមិនគួរតាមអាល័យឬតោងចិត្តនឹកអតីតកាលដែលកន្លងផុតទៅហើយអតីតកាលគឺជាធម៌ដែលបានកើតឡើងហើយបានរលត់ទៅអ្វីដែលបានកន្លងផុតទៅហើយមិនអាចយកត្រឡប់មកវិញបានទេទោះជារឿងល្អឬរឿងអាក្រក់ទោះជាសេចក្តីសុខសេចក្តីទុក្ខក៏សុទ្ធតែជារឿងដែលកន្លងផុតទៅបើជារឿងល្អយើងអាចរំលឹកដោយកតញ្ញូនិងយកជាគំរូប៉ុន្តែមិនគួរអាល័យរហូតដល់ចិត្តជាប់គាំងបើជារឿងអាក្រក់យើងគួរយកជាមេរៀនកែប្រែអ្វីដែលអាចកែបានហើយលះបង់នឹងការសោកស្ដាយដែលមិនអាចផ្លាស់ប្ដូរបានព្រះអង្គក៏បានបង្រៀនថាកុំប្រាថ្នាអនាគតហួសហេតុព្រោះអនាគតមិនទាន់មកដល់អ្នកប្រាជ្ញគួររស់នៅដោយសតិចំពោះធម៌ដែលកំពុងកើតឡើងក្នុងបច្ចុប្បន្នដូច្នេះយើងមិនត្រូវយកអតីតកាលមកធ្វើជាគោកចងខ្លួនឯងទេប្រសិនបើធ្លាប់ខុសចូលកែប្រែប្រសិនបើធ្លាប់ឈឺចាប់ចូលរៀនពីការឈឺប្រសិនបើធ្លាប់បាត់បង់ចូលរៀនលះប្រសិនបើធ្លាប់ជួបសេចក្តីសុខចូលដឹងគុណប៉ុន្តែកុំប្រកាន់ថាវាត្រូវនៅជាមួយយើងរហូតអតីតកាលជាមេរៀនមិនមែនជាទីលំនៅបច្ចុប្បន្នជាឱកាសមិនមែនជារបស់ដែលត្រូវខ្ជះខ្ជាយពេលយើងរៀនលះបង់អតីតកាលមិនមែនមានន័យថាយើងភ្លេចអ្វីដែលបានកើតឡើងទេមានន័យថាយើងចងចាំដោយបញ្ញាមិនចងចាំដោយការប្រកាន់យើងអាចនឹកឃើញប៉ុន្តែមិនអាចឈឺចាប់ដូចមុនមិនចាំបាច់ឈឺចាប់ដូចមុនយើងអាចទទួលស្គាល់កំហុសប៉ុន្តែក៏មិនចាំបាច់ស្អប់ខ្លួនឯងយើងអាចនឹកមនុស្សម្នាក់ដែលបានចាក់ចេញទៅប៉ុន្តែមិនចាំបាច់បំផ្លាញសេចក្តីសុខរបស់ខ្លួនឯងដោយការអាល័យឥតទីបញ្ចប់ព្រះធម៌មិនបានបង្រៀនឲ្យយើងរត់ចេញពីអតីតកាលទេ
ព្រះអង្គបង្រៀនឲ្យយើងដឹងថាអតីតកាលបានកន្លងផុតទៅហើយកុំឲ្យអតីតកាលខ្លាចជាអ្នកគ្រប់គ្រងចិត្តរបស់យើងនៅថ្ងៃនេះដូច្នេះចូលលះអាល័យចូលលះការសោកស្ដាយដែលមិនចាំបាច់ហើយចូលយកថ្ងៃនេះធ្វើជាឱកាសសម្រាប់ធ្វើល្អសាងកុសលរក្សាសិលនិងចម្រើនបញ្ញាអ្វីដែលបានកន្លងទៅហើយគឺកន្លងទៅហើយអ្វីដែលកំពុងមានគឺបច្ចុប្បន្នចូលរស់នៅជាមួយបច្ចុប្បន្នដោយសតិនិងបញ្ញាអ្នកធ្វើបុណ្យជាអ្នកមានរាសីខ្ពស់អ្នកធ្វើបុណ្យមិនមែនមានតម្លៃត្រឹមដោយសារបានឈ្មោះថាជាអ្នកមានឬអ្នកមានទ្រព្យសម្បត្តិប៉ុណ្ណោះទេតាមព្រះពុទ្ធសាសនាបុណ្យគឺកុសលដែលកើតពីចិត្តល្អនិងអំពើល្អដូចជាការឲ្យទានការរក្សាសិលការចម្រើនមេត្តាការជួយអ្នកដទៃនិងការជួយបណ្ដុះបញ្ញាមនុស្សដែលចេះធ្វើបុណ្យគឺចេះបង្កើតហេតុល្អសម្រាប់ជីវិតពេលចិត្តមានសទ្ធាមានមេត្តានិងមិនលោភលន់ពេកជីវិតក៏មានភាពស្រស់ស្អាតពីខាងក្នុងនេះហើយដែលអាចហៅថាមានរាសីល្អក្នុងន័យធម៌មិនមែនជារឿងអាថ៌កំបាំងដែលធានាថានឹងមានទ្រព្យឬជោគជ័យគ្រប់រឿងនោះទេការធ្វើបុណ្យក៏មិនគួរធ្វើដោយចិត្តចង់បានផលតបស្នងតែប៉ុណ្ណោះបុណ្យដែលមានតម្លៃគឺការធ្វើដោយសទ្ធាមានចិត្តមេត្តានិងចិនមិនប្រកាន់ឲ្យទានដោយចិត្តជ្រះថ្លាជួយអ្នកដទៃដោយមិនមើលងាយរក្សាសិលដើម្បីមិនបង្កទុក្ខទោសដល់អ្នកដទៃនិយាយពាក្យល្អនិងមិនបង្កជម្លោះអភ័យទោសនឹងការចងគំនុំលះការចងគំនុំធ្វើល្អទោះគ្មានអ្នកណាមើលឃើញក៏ដោយរាសីល្អពិតមិនមែនស្ថិតនៅលើមុខមាត់ឬទ្រព្យសម្បត្តិទេប៉ុន្តែស្ថិតនៅលើចិត្តនិងកម្មល្អដែលយើងកំពុងសាងចិត្តល្អនាំឲ្យមានអំពើល្អបង្កើតហេតុល្អអ្នកដែលចេះសាងហេតុល្អជីវិតក៏មានឱកាសទទួលផលល្អតាមហេតុនោះដូច្នេះធ្វើបុណ្យកុំធ្វើដើម្បីឲ្យគេឃើញថាយើងជាអ្នកមានឬចង់បានរាសីចូលធ្វើដោយចិត្តជ្រះថ្លាធ្វើព្រោះការធ្វើល្អគឺជាការបណ្ដុះចិត្តរបស់យើងឲ្យកាន់តែប្រសើរ